កូនក្របីមโนសញ្ចេតនាទីខែរដូវឆ្នាំ1977ព្រះអាទិត្យបញ្ចេញចំហាយក្តៅយ៉ាងខ្លាំងមនុស្សម្នាផងទាំងឡាយក្តៅក្រហាយបែកញើសចូលខ្លួនទឹកនៅក្នុងត្រពាំងបឹងប៊ូរីងស្ងួតដីបែកក្រហែងនៅតាមដងស្ទឹងនិងត្រពាំងសត្វទុងនិងក្រសាដែលធ្លាប់តែហោះរកចាប់មច្ឆានៅតាមស្ទឹងបឹងប៊ូហើរដោយអស់សង្ឃឹមនៅលើផ្ទៃមេឃតាមផ្លូវរទេះកាត់ភូមិថ្នល់ធូលីក៏ហោះសំពងសំពាយនៅពេលដែលមានខ្យល់បក់មកមួយដងមួយកាលអ្នកភ្នំពេញដែលមករស់នៅក្នុងភូមិនេះអស់រយៈពេល2ឆ្នាំហើយនោះមិនក្តៅទេនឹងកម្ដៅព្រះអាទិត្យតែក្តៅក្រហាយយ៉ាងខ្លាំងនឹងរបបសម្លាប់មនុស្សរបស់ពួកខ្មែរក្រហមម្នាក់ទន្ទឹងរង់ចាំមើលអ្នកមានបនមករំដោះសឹងផ្សារភ្នែកអស់ហើយមិនខុសពីកូនក្មេងរង់ចាំម្ដាយមកពីផ្សារឡើយប្រពន្ធក៏ទូលប្តីក៏រែកថ្ងៃមួយនោះនៅពេលដែលព្រះអាទិត្យជ្រេបន្តិចទៅហើយស្រាប់តែគេឮសំឡេងឧទ្ធម្ភកច្ចៈមួយហោះពីលើភូមិថ្នល់ចំពោះអ្នកថ្មីវាពិតជាអភូតហេតុមួយដ៏អស្ចារ្យព្រោះគេពុំដែលឃើញឧទ្ធម្ភកច្ចៈទាល់តែសោះក្នុងរយៈពេល2ឆ្នាំនៅក្នុងដែនដីនៃពួកឃាតករសត្វដែកហោះដល់ចម្លែកនេះក៏ចាប់បាចសាចត្រាក់ជាច្រើនរយសន្លឹកមកលើភូមិខ្ញុំស្ទុះទៅរើសបានត្រាក់មួយសន្លឹកខំយកមកពិនិត្យមើលដោយផ្ចិតផ្ចង់សោមភឹមជាមនុស្សក្បត់នេះជាសេចក្តីនៅលើត្រាក់ខ្ញុំជឿថាពិតជាមានព្រឹត្តិការណ៍អ្វីមួយកើតឡើងហើយទន្ទឹមនឹងការបោះត្រាក់នេះគេសង្កេតឃើញប្រជាជនចាស់នៅក្នុងភូមិមានសកម្មភាពខុសប្លែកពីធម្មតាគេលេងទៅធ្វើការឬក្តោបក្តាប់អ្នកថ្មីទៀតហើយពួកគេនាំគ្នាជញ្ជូនស្រូវដាក់រទេះដើម្បីយកទៅលាក់នៅក្នុងព្រៃប្រធានភូមិនិងពួកឆ្លបបាត់មុខរលែងពីភូមិប្រជាជនចាស់ធ្វើការគៀបសង្កត់ទៅលើប្រជាជនថ្មីដោយបោះសម្ដីថាអ្នកណាចេះលាក់ការអ្នកនោះរស់2ថ្ងៃក្រោយអភូតហេតុឧទ្ធម្ភកច្ចៈមកស្រាប់តែគេឮសំឡេងកាំភ្លើងតូចនៅខាងលិចភូមិខ្ញុំខំស្ទុះទៅលបមើលហេតុការណ៍នេះដោយប្រុងប្រយ័ត្នបំផុតប្រជាជនថ្មីមានការរំភើបណាស់នៅពេលដែលឮសូរកាំភ្លើងព្រោះម្នាក់យល់ថាពិតជាអ្នកមានបនមកជួយរំដោះពួកគេហើយខ្ញុំឈរផ្អែកខ្លួនទៅនឹងដើមចេកក្រោមខ្ទមខំសម្លឹងមើលទៅទិសខាងលិចរទេះតង់មួយបើកយឺតនៅក្នុងវាលស្រែយោធាប្រហែល20នាក់ដើរសងខាងនិងក្រោយរទេះតង់គ្រាន់តែឃើញពួកវាភ្លាមខ្ញុំអស់សង្ឃឹមដើរស្ទើរតែមិនរួចព្រោះពួកអស់នេះសុទ្ធតែជាពួកខ្មែរក្រហមដដែលជាដដែលមិនមែនជាពួកកងរំដោះដែលពួកយើងនឹកស្មាននោះឡើយកាលពីប៉ុន្មានខែមុនខ្ញុំឮអ្នកភ្នំពេញខ្សឹបខ្សៀវថាទ្រង់ច័ន្ទរឿងសីនៅរស់នៅឡើយហើយកំពុងតែវាយខ្មែរក្រហមនៅគ្រប់ទិសទីដើម្បីជួយរំដោះពួកយើងពីហ្វូងបិសាចយោធា 2-3 នាក់ដើរចូលមកក្នុងភូមិពួកវារាក់ទាក់នឹងពួកយើងខ្លាំងណាស់ដោយនិយាយមកកាន់ពួកយើងថាពុកម៉ែឮតែវាហៅថាពុកម៉ែខ្ញុំស្ទើរតែដួលផ្ងាទៅក្រោយពីព្រោះពួកអាពុកម៉ែនេះនិយាយរដើនជាពួកនិរដីទឹះដែលជាពួកសាហាវជាងគេនៅក្នុងចំណោមខ្មែរក្រហមខ្ញុំនិយាយខ្សឹបទៅប្រពន្ធខ្ញុំវីវោហើយម៉ែវាអើយពួកអានេះជាពួកនិរដីទេខ្ញុំនឹកទៅដល់ស្តាលីននិងម៉ៅសេតុងមេឃាតករទាំងពីរអ្នកនេះបានសម្លាប់ប្រជាជនខ្លួនឯងរាប់លានអ្នកនៅពេលវាធ្វើសម្រិតសម្រាំងនិងជំរុះអ្នកដែលមិនមែនកុម្មុយនីសមួយថ្ងៃក្រោយមកពួកវាបានកោះហៅអ្នកថ្មីនិងអ្នកចាស់មកប្រជុំប្រជាជនចាស់បាត់មុខអស់ប្រហែលកន្លះភូមិនៅសល់ច្រើនតែស្រីនិងចាស់នៅពេលបើកអង្គប្រជុំយោធានិរដីម្នាក់សួររកប្រធានភូមិប្រធានកងប្រជាជនចាស់ម្នាក់ឆ្លើយថានៅភូមិថ្នល់នេះឥតមានអ្នកក្តោបក្តាប់ជាយូរណាស់មកហើយក្រោយពីសួររកប្រធានភូមិមកអានោះក៏បន្តទៅទៀតពុកម៉ែដឹងឬទេពួកអាបូពៀសុទ្ធតែពួកក្បត់នឹងអង្គការនាំគ្នាចូលជាមួយយួន
ពួកវាយកបងប្អូនបង្អត់បាយឲ្យហូបតែបបររាវធ្វើឲ្យបងប្អូនយើងស្លាប់អស់ច្រើនណាស់ឥឡូវនេះអង្គការលេងឲ្យពុកម៉ែហូបបបរទៀតហើយយើងនាំគ្នាហូបបាយម្ដងឮតែវាថាឲ្យពួកយើងហូបបាយម្នាក់មុខញញឹមពព្រាយព្រោះអត់បាយយូរណាស់មកហើយឥឡូវនេះយោធានោះបន្តទៅទៀតបងប្អូននាំគ្នាទៅយកស្រូវដើម្បីមកកិនដាំបាយហូបសភាពការនៅពេលនោះច្របូកច្របល់ខ្លាំងណាស់ប្រធានចាស់ឥតសូវហ៊ានអើតមុខទេចង់នរណាធ្វើអីក៏ធ្វើទៅទន្ទឹមនឹងសភាពការច្របូកច្របល់នេះស្រាប់តែលេចឮថាអង្គការអនុញ្ញាតឲ្យប្រជាជនថ្មីដែលមានស្រុកកំណើតអាចវិលទៅរកស្រុកកំណើតរបស់ខ្លួនវិញបានប្រជាជនចាស់នៅពេលនោះគេនាំគ្នាជំរុញឲ្យប្រជាជនថ្មីត្រឡប់ទៅស្រុកកំណើតនរណាទៅស្រុកគេឲ្យអង្គប្រហុកផ្អកតាមត្រូវការខ្ញុំជំនុំនឹងប្រពន្ធខ្ញុំម៉ែវាយើងត្រូវចេញពីភូមិនេះជាបន្ទាន់តើយើងទៅណាឪវាប្រពន្ធខ្ញុំសួរទៅឯណាក៏បានដែរឲ្យទៅចេញពីភូមិនេះខ្ញុំតបខ្ញុំតាំងចិត្តថាត្រូវទៅចេញពីភូមិថ្នល់ឱកាសល្អមកដល់ហើយពីព្រោះបើខ្ញុំនៅតទៅទៀតខ្ញុំពិតជាស្លាប់កាលពួកនិរដីមិនទាន់មកដល់ភូមិថ្នល់ប្រធានចាស់ម្នាក់ដែលរាប់អានស្រឡាញ់គ្រួសារខ្ញុំបានលួចប្រាប់ប្រពន្ធខ្ញុំថាសូមឲ្យប្រយ័ត្នឲ្យមែនទែនព្រោះពួកភ្នំពេញជាច្រើនដែលអង្គការយកទៅឲ្យរៀនសូត្របានឆ្លើយប្រាប់អង្គការលើថាខ្ញុំជាអ្នករដ្ឋការវេនខ្ញុំទៅរៀនសូត្រពិតជាមិនយូរទេប្រពន្ធខ្ញុំប្អូនថ្លៃខ្ញុំ3នាក់និងម្ដាយក្មេកខ្ញុំក៏ចាប់រៀបចំបុកអង្គញាត់ថង់ខ្ចប់ប្រហុកផ្អកប្រជាជនថ្មីប្រហែល10គ្រួសារដាច់ចិត្តទៅនៅភូមិកំណើតរបស់ខ្លួនអ្នកដែលសម្ដៅទៅទិសខាងកើតជាមួយខ្ញុំមាន4គ្រួសារតាចិននៅសួងគ្រួសារតាយ៉ាចាមនិងតាម៉ានចាមនៅស្រុកស្ទឹង6គ្រួសារទៀតធ្វើដំណើរទៅទិសខាងជើងសម្ដៅទៅដីដុះដែលនៅមិនឆ្ងាយពីស្រុកឆ្លងក្រោយមកនៅពេលយួនចូលមកដល់លុកលុយប្រទេសកម្ពុជាក្នុងខែធ្នូឆ្នាំ1978ខ្ញុំបានទទួលដំណឹងថាពួកអ្នកភ្នំពេញដែលធ្វើដំណើរទៅទិសខាងជើងត្រូវពួកនិរដីសម្លាប់ម៉ត់ចំណែកពួកថ្មីដែលនៅភូមិថ្នល់និងភូមិនានាទៀតបានត្រូវពួកនិរដីសម្លាប់អស់មិនស្ទើរនៅពេលវាមកដល់មុនដំបូងវាធ្វើល្អណាស់ជាមួយប្រជាជនទាំងចាស់ទាំងថ្មីបន្តិចក្រោយមកទើបវាចាប់សម្លាប់ប្រជាជនដោយចោទថាចូលដៃនឹងយួននៅពេលភ្លឺស្រាងខ្ញុំក៏នាំគ្រួសារចេញពីភូមិថ្នល់ជាមួយនឹងគ្រួសារចាម2គ្រួសារនិងខ្មែរ1គ្រួសារខ្ញុំមានកូនស្រី3នាក់ជំនាន់នោះអាបងអាយុ8ឆ្នាំអាទី2អាយុ6ឆ្នាំអាទី3អាយុ4ឆ្នាំក្បួនព្យុហយាត្រាចាប់ចេញដំណើរហើយខ្ញុំរែកកញ្ជើ2កញ្ជើ1មានអង្គប្រហុកផ្អកចានឆ្នាំងកញ្ជើទី2ខោអាវប្រណេះប្រណាស់2 3សម្រាប់ចំណែកកូនស្រីខ្ញុំអាទី3ឈ្មោះ Florida អង្គុយលើខោអាវនៅក្នុងល្អីដោយសារគុណបុណ្យពួកអនិរដីដែលវាឲ្យហូបបាយបាន 3-4 ថ្ងៃក្រោយមកវាឲ្យបបរទឹកដដែលខ្ញុំហាក់ដូចជាមានកម្លាំងគ្រាន់បើដំណើរមិនសូវត្រេតត្រោតដូចខ្ញុំរែកសំណាបនៅភូមិថ្នល់នោះទេប្រពន្ធខ្ញុំទូលអង្គមួយបង្វិចដៃស្ដាំកាន់កំសៀវយ៉ាងកញ្ចាស់មួយដៃឆ្វេងដឹកដៃកានិកាកូនស្រីទី2របស់ខ្ញុំអាទី2នេះយំមិនស្វាងព្រោះសុខភាពមិនបរិបូរណ៍ក្បាលមើលតែក្បាលត្រីអណ្ដែងដងខ្លួនឃើញតែស្បែកនិងឆ្អឹងចំណែកគូតវាមើលតែគូតដូងអាយុ6ឆ្នាំមែនតែទម្ងន់ប្រហែលក្មេងអាយុ1ឆ្នាំនៅពេលវាយំម្ដងប្រពន្ធខ្ញុំតែងតែលើកពោវាទៅលើចង្កេះដោយសារវាកើតរោគរាគផងនោះវត្ថុរាវហូរតាំងពីចង្កេះប្រពន្ធខ្ញុំរហូតដល់ចុងជើងកូនខ្ញុំអាទី1នីនីតាទូលកន្ទេលកញ្ចាស់មួយដើរពីមុខខ្ញុំប្អូនថ្លៃស្រីខ្ញុំ3នាក់និងម្ដាយក្មេកខ្ញុំទូលអង្គមួយបង្វិចម្នាក់គ្រួសារដែលវេទនាភ្នែកជាងគេគឺគ្រួសារខ្ញុំព្រោះមានកូនដល់ទៅ3ដែលយំមិនស្វាងគ្រួសារតាម៉ានតាយ៉ាតាចិនឥតមានបញ្ហាទេព្រោះគេសុទ្ធតែចាស់
គួរកត់សម្គាល់ថាកាលចំនួននោះអ្នកភ្នំពេញជាច្រើនបានចេញគ្រប់ភូមិដើម្បីត្រឡប់ទៅស្រុកកំណើតរបស់ខ្លួនវិញតែមិនគគិតគគ្រេងដូចយើងចេញពីភ្នំពេញទេព្រោះអ្នកភ្នំពេញស្លាប់អស់ប្រហែល 25% ទៅហើយចំណែកអ្នកឥតមានភូមិកំណើតក៏ឥតចេញពីភូមិនានាដែរថ្ងៃរះផុតចុងឈើហើយក្បួនព្យុហយាត្រាយើងដែលមានតែចិនជាអ្នកនាំផ្លូវព្រោះគាត់ជាអ្នកស្គាល់ភូមិភាគនេះបានធ្វើដំណើរទៅមុខយឺតបំផុតដោយសារកូនខ្ញុំនីតាដើរមិនទាន់តែចិនឲ្យយោបល់ថាពួកយើងត្រូវដើរកាត់ព្រៃដំបែព្រោះបើយើងដើរតាមផ្លូវធម្មតាយើងអាចជួបពួកយោធានិរតីពួកយើងចង់ជៀសវាងពួកអស់នេះណាស់ដោយសារពួកវាអាចផ្ដល់គ្រោះថ្នាក់ដល់យើងពួកខ្មែរក្រហមនេះផ្លាស់ប្ដូរលឿនណាស់ហើយមានយោបល់នឹងបញ្ហាខុសៗគ្នាទៅតាមភូមិជួនកាលខ្មែរក្រហមនៅភូមិថ្នល់អនុញ្ញាតឲ្យយើងទៅភូមិកំណើតលុះដើរមកជួបអាមួយក្រុមទៀតនៅកន្លែងផ្សេងវាគំរាមកំហែងរកបាញ់យើងចោទថាយើងគិតតែពីដើរមិនខំរកស៊ីធ្វើស្រែចំពោះខ្ញុំ2 ឆ្នាំនៅភូមិថ្នល់ពិតជា2 សតវត្សខ្ញុំភ័យទាំងយប់ទាំងថ្ងៃព្រោះជីវិតខ្ញុំប្រៀបបានដូចទឹកលើស្លឹកឈូកថ្ងៃដែលខ្ញុំចេញពីភូមិថ្នល់មិនខុសពីថ្ងៃដែលគេដោះលែងអ្នកទោសអ ுக ្រិតចេញពីគុកធំឬក៏សត្វសារិកាដែលគេដោះចេញពីទ្រុងឲ្យមានសេរីភាពនោះឡើយនៅពេលដែលខ្ញុំដើរកាត់ព្រៃដំបែខ្ញុំសប្បាយមិនខុសពីមេពពែលោកហ្សឺហ្គាំងរបស់អ្នកនិពន្ធអាល់ហ្វុងដូណេដែលខំបំរាស់ដាច់ពីខ្សែចងកហើយរត់លោតលេងយ៉ាងសប្បាយនៅតាមដងព្រៃពេលនេះខ្ញុំពិតជាមានសេរីភាពខ្ញុំឥតគ្មានខ្វល់ខ្ញុំដកដង្ហើមវែងដើម្បីស្រូបយកខ្យល់អមរែកនៅលើស្មាហាក់ដូចជាស្រាលស្ងើកខ្ញុំដូចជាភ្លឹកម្ដងជួនកាលមិនទាំងឮកូនហៅនឹងយំផងខ្ញុំរីករាយខ្ញុំនិយាយច្រើនពេលខ្លះប្រពន្ធខ្ញុំគាត់ស្រែកឲ្យមួយដងមួយកាលព្រោះខ្ញុំបបាច់បបោចពេកដោយខ្ញុំជាអ្នករែកប្រពន្ធខ្ញុំជាអ្នកទូលខ្ញុំក៏នឹកឃើញចម្រៀងមួយបទដែលមានចំណងជើងថាម៉ាក់ធើងខ្ញុំច្រៀងតិចឲ្យប្រពន្ធខ្ញុំស្ដាប់នេះនឹងថ្លាថ្លែងពីម៉ាក់ធើងនៅស្រុកតាគ្រើងរដ្ឋធានីកំសត់ទូរគតឥតមានពីរស្រែកហៅមើយជើយថាស្ងួនភ្ងាកៅកុំរុញរាណាឆោមឆ្លៅចៅរៅនាំគ្នាកាត់សំដៅទៅអើយប្រពន្ធក៏ទូលប្តីក៏រែកកុំឲ្យអល់ឯកអចិន្តាថ្ងៃកាន់រសៀលព្រះសូរិយានាំគ្នាយាត្រាចរទៅអើយក្រោយពីច្រៀងរួចប្រពន្ធខ្ញុំគាត់រអ៊ូខ្ញុំក៏ច្រៀងតទៅទៀតព្រោះយាយប៉ែកនេះមានចរិតខុសពីខ្ញុំឆ្ងាយណាស់ណែម៉ាក់វាស្ដាច់នាំមហេសីដើរប្រពៀតព្រៃអូនអើយមើលហ្វូងសัตว์មើលសัตว์ស្វាមើលសัตว์ខ្លារូបរាងសង្ហាប្រឹងស្រែកឮខ្ទរប្រគួតនឹងជ្រូកព្រៃធំខខំគោះវឹកវររំពងព្រៃអោដើមច័ន្ទចែងក្លិនក្រអូបស្ដែងល្វែងល្វើយណាសាមនុស្សកំរបានមកស្ថានអាត្មាដោះដោយព្រឹក្សាឆ្ងាយក្រៃមហិមា